ជំរាបសួរលោកគ្រូហើយខ្ញុំនឹងធ្វើការរ៉ានកំណត់មួយចំនួនដើម្បីជួយផ្នែក hardware និង system control កំណត់ដែលយើងត្រូវប្រើដំបូងគេគឺនឹងកំណត់ដែលបង្ហាញពី CPU core thread និង fundamental កំណត់ដែលយើងប្រើគឺ LS CPU នេះគឺវា determine អំពីCPU core និង model របស់ computer របស់យើងសម្រាប់ architecture ខ្ញុំនេះគឺ 86.64 និង CPU ខ្ញុំ32x64 bit model ខ្ញុំគឺ Intel Core i7 comment បន្ទាប់នោះខ្ញុំនឹងធ្វើការបង្ហាញពី CPU usage និងការ process របស់ CPU របស់ខ្ញុំប្រើនេះគឺ top កបាtop កបានេះគឺជាតំណែងដែលវាធ្វើការ process កំពុង process និងCPU ដែលយើងប្រើវាចំណែក comment បន្ទាប់នេះខ្ញុំធ្វើការបង្ហាញ RAM ដែលវានៅសល់និង RAM ដែលយើងបានប្រើ Ctrl C ដើម្បីcomment ប្រើ free ដល់ហានេះគឺចំនួនRAM ដែល total RAM និង RAM ដែល free និង RAM ដែលបានប្រើសម្រាប់comment បន្ទាប់នេះគឺបង្ហាញអំពី display usage សម្រាប់ Python ទាំងអស់comment នេះខ្ញុំប្រើ ES.50 នេះគឺជា detail ដែលវាបានបង្ហាញដល់យើងនៅ comment បន្ទាប់នោះខ្ញុំប្រើ comment បង្ហាញការ running process ទាំងអស់ខ្ញុំប្រើ PS AUX នេះគឺជា detail សម្រាប់ការ running process ទាំងអស់របស់ YouTube និង comment បន្ទាប់នោះខ្ញុំធ្វើការ shut down YouTube នេះដែលប្រើ comment sudo shutdown ដល់ពេលដែលយើងប្រើ sudo shutdown អត់ដាក់ណាវានឹងប្រាប់ពេលវេលាដែលវាត្រូវ shutdown វា shutdown schedule សម្រាប់ថ្ងៃសៅរ៍2025 ខែ12ថ្ងៃ6បើយើងចង់ shutdown ភ្លាមៗយើងត្រូវបន្ថែមណាពីក្រោយមកទៀតខ្ញុំធ្វើការបាន comment sudo shutdown បាទហើយ password នេះវានឹងធ្វើការ shutdown ពីបន្ទោះចឹងខ្ញុំធ្វើការបើកពីបន្ទោះឡើងវិញហើយធ្វើការ login account comment បន្ទាប់នេះខ្ញុំធ្វើការប្រើ comment ឲ្យវា restart Ubuntu នឹងខ្លួនឯងខ្ញុំប្រើនេះគឺ sudo restart no comment ដែលខ្ញុំត្រូវប្រើនេះគឺ sudo system ctr reboot នេះវានឹងធ្វើការ restart Ubuntu តែខ្លួនឯងចាំតែវានឹង restart ហើយ
ដូច្នេះអ្នកជំនួសយើងក៏បានស្តាប់ដល់ហើយអូខេលុប account យើងចូលសម្រាប់ comment គឺមានតែប៉ុណ្ណឹងអរគុណលោកគ្រូសម្រាប់ការទស្សនាវីដេអូនេះ